1 2 3សួស្តីស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំថ្ងៃនេះថ្ងៃទី29ខែ10ឆ្នាំ2025ខ្ញុំចង់ធ្វើវីដេអូបង្ហាញពីសកម្មភាពរស់នៅប្រចាំថ្ងៃរបស់ខ្ញុំនៅប្រទេសអូស្ត្រាលីជួនអីថ្ងៃនេះក៏មកដល់ផ្ទះបានឃើញកញ្ចប់អីវ៉ាន់ AliExpress ហើយអញ្ចឹងក៏ភ្ជាប់ជាមួយវីដេអូខ្ញុំតែម្ដងទៅព្រោះខ្ញុំគិតថាវានឹងចំណេញសម្រាប់បងប្អូនដែលរស់នៅប្រទេសអូស្ត្រាលីហើយចង់បានអីវ៉ាន់ដែលមានតំណែងធូរថ្លៃអញ្ចឹងណាដូចជាដើមខ្ញុំបានទិញ screen ទូរស័ព្ទដើម្បីបិទទូរស័ព្ទព្រោះខ្ញុំទៅមើលនៅផ្សារតាមផ្សារអញ្ចឹងកន្លែងគេលក់មួយស្លឹកគេលក់ខ្ទង់$18ខ្ញុំឃើញថ្លៃអញ្ចឹងខ្ញុំក៏កំងពីអាលីមកខ្លួនឯងទៅដោយសារតែយើងកំងពីអាលីនៅប្រទេសអូស្ត្រាលីវារៀងលឿនជាងនៅខ្មែរយើងហើយវាធូរថ្លៃជាងនៅខ្មែរយើងទៀតថ្លៃសេវាកម្មផ្ញើអីចឹងណាវា free ហើយគេដាក់មកដល់ផ្ទះស្រួលដូចខ្ញុំបង្ហាញដល់អ្នកនរគ្នាទាំងអស់នេះសិតតែ screen ទូរស័ព្ទឯដោយសារតែមួយហ្នឹងវាមាន4ហើយខ្ញុំទិញច្រើនអញ្ចឹងដោយសារតែខ្ញុំត្រូវបិទឲ្យបងថ្លៃខ្ញុំជាមួយមិត្តភ័ក្តិហើយក៏អ្នកធ្វើការជាមួយបងស្រីខ្ញុំអញ្ចឹងខ្ញុំទិញឲ្យគ្រប់គ្នាព្រោះមួយហ្នឹងតម្លៃត្រឹមតែ$3យើងមាន14ប្រទេសអញ្ចឹងវាចំណេញបើយើងទៅបិទនៅផ្សារវិញមួយខ្ទង់$10ឡើងហើយបើខ្ញុំឃើញ$18អញ្ចឹងខ្ញុំទិញទៅបិទចាយជូនពួកគាត់ទៅទាំងអស់ហ្នឹងមានទាំងពី iPhone 10ដល់ iPhone 15ហើយមួយនេះដែរគឺអីវ៉ាន់ទៅតែមកដល់លេងអញ្ចឹងខ្ញុំអាន unboxing ឲ្យមើលហ្មងថាវាមានអីខ្លះថាលឿនងាយហើយយកchờក្បាច់វកត្រៃមួយអានេះ screen ទូរស័ព្ទហ្នឹងហើយ screen ទូរស័ព្ទមួយទៀតតែអានេះថ្លៃបន្តិចព្រោះទិញយកមកតែ iPhone 15មិន17ទេណាកុំច្រឡំអានេះសម្រាប់ខ្ញុំធ្វើវីដេអូអញ្ចឹងខ្ញុំថាបិទវាមួយឡានដាក់មួយ GoPro ថតមួយឡាននេះគ្រឿងកាមេរ៉ារបស់ខ្ញុំអានេះឲ្យ lens ប្រអប់ lens ហើយនេះឲ្យស្រាប់ដាក់ជាមួយCanonនេះមានគេទៀតអានេះឲ្យ screen របស់ GoPro ច្រឡំ GoPro ឲ្យ DJI Pocket 3 Pocket 3ខ្ញុំកំពុងថតឲ្យអ្នកទាំងអស់គ្នាមើលហ្នឹងហើយអានេះជាងកាមេរ៉ាដែរនិយាយទៅបានកាមេរ៉ាលើនេះខ្ញុំតាំងចិត្តថាខ្ញុំធ្វើវីដេអូ YouTube អញ្ចឹងខ្ញុំទិញឲ្យគ្រប់តែម្ដងហើយអញ្ចឹងចាំចូលវីដេអូដើរលេងបន្តទៀតវីដេអូនឹងចប់ត្រឹមហ្នឹងសិន